ឯកឧត្តមសោមពិសិដ្ឋអភិបាលនៃគណៈអភិបាលខេត្តកែបអញ្ជើញចូលរួមពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ31ផ្លូវជាតិលេខ33និងផ្លូវជាតិលេខ41ក្រៅមធិបតីភាពដល់កំពង់ពោធិ៍សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាល្បាញល្បីព្រាបបាទរស្មីបំភ្លឺពុកផែនសមិទ្ធផលថ្មីផ្លូវជាតិទាំង3ខ្សែនេះឆ្លងកាត់ខេត្តចំនួន5រួមមានខេត្តកណ្ដាលកំពង់ស្ពឺតាកែវកំពតនិងទីរួមខេត្តកែបដែលជាខ្សែផ្លូវប្រទាក់ក្រឡានិងតភ្ជាប់យ៉ាងសំខាន់ពីតំបន់មួយទៅតំបន់មួយសម្រាប់បម្រើឲ្យសកម្មភាពសេដ្ឋកិច្ចសង្គមគិច្ចនិងទេសចរណ៍នៅកម្ពុជាផ្លូវជាតិទាំង3ខ្សែនេះផងដែរគឺជាសរសៃឈាមសេដ្ឋកិច្ចនិងទេសចរណ៍ដ៏មានសក្តានុពលដែលស្ថិតនៅតំបន់ភាគកណ្ដាលនិងតំបន់ភាគនិរតីរបស់កម្ពុជាដែលបាននឹងកំពុងសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋភ្ញៀវទេសចរនិងបម្រើទៅដល់ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទនិងកសិផលទៅកាន់ទីផ្សារនៅក្នុងស្រុកនិងទីផ្សារអន្តរជាតិជាពិសេសបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្មការវិនិយោគនិងការទាក់ទាញភ្ញៀវទេសចរបន្ថែមទៀតក្រោមការដឹកនាំដ៏ស្វាហាប់ឆ្លៀវវៃនិងប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា